បាទគឺយើងមកមើលផាត់ limit ជាមួយទៀតផាត់ limit នេះគឺវាអត់ប្រហែលទេសិនជាកំណត់របៀបក្នុងការដោះស្រាយវាមានប្រធានគឺគេឲ្យ limit x គិតទៅ0នៃ1បូក sin x សាច់គុណ1លើ x យើងដឹងថាដើម្បីគណនា limit បានគឺយើងត្រូវដឹងថា limit នឹងរាងអីគេសិនដើម្បីដឹងlimit នឹងរាងអីគេគឺយើងមានថាយកតម្លៃ0នេះទៅជួសជុលលេខ x ជួសជុលលេខ x នេះជួសជុលលេខ x នេះយើងយក0ទៅជួសជុលលេខ x នេះយើងបាន sin 0 sin 0គឺស្មើ0យក0ទៅជួសជុលលេខនេះគឺយើងបាន1លើ0 1លើ0គឺស្មើនឹងអនន្តអញ្ចឹង limit យើងគឺរាង1លើអនន្តដោយសារ1បូក0គឺស្មើ1អញ្ចឹងអានេះគឺអនន្តអញ្ចឹង limit យើងគឺរាង1លើអនន្តយើងដឹងថាដើម្បីគណនា limit រាង1លើអនន្តយើងព្យាយាមបំបែកវាឲ្យចូលរួមនេះរូបមន្តនេះគឺ limit ជា0នៃ1បូក fx ស្វ័យគុណ vx លើ fx limit ដែលរាងបែបនេះគឺយើងអាចសរសេរថាlimit x ជិត0នៃ1បូក fx ស្វ័យគុណ1លើ x 1លើ fx ជាស្វ័យគុណ vx ពេលដែលយើងសរសេរបានជាទម្រង់បែបនេះហើយយើងអាចសរសេរបានថាស្វ័យគុណ limit x ជិត0នៃ vx យើងនឹងព្យាយាមលំហាត់មួយនេះយើងនឹងព្យាយាមបំបែកវាចូលរួមមុននេះដើម្បីគណនាយើងមើលថា limit យើងនេះយើងអាចបំបែកបានទៅជាចេះហេតុអីបានយើងបំបែកបានទៅជាបែបហ្នឹងគឺដោយសារតែ fx យើងគឺស្មើ sin x fx យើងស្មើនឹង sin x យើងមានន័យថាដើម្បីបាន1លើ x នេះគឺយើងយក sin ទៅគុណនឹងភាគយកនិងភាគបែកយើងសរសេរបានបែបនេះតោះបើយើងសរសេរបានបែបនេះហើយយើងព្យាយាមបំបែកវាឲ្យចូលក្នុងទម្រង់មួយនេះយើងអាចបំបែកវាបានជាទម្រង់បែបនេះទម្រង់មានន័យថាយើងអាចយកនេះគុណបានមានន័យថា1 sin x sin x ដែរ vx sin x គុណជាមួយ x sin x គុណជាមួយ x មានន័យថាបាន x sin x មានន័យថាពេលយើងគុណស្វ័យគុណនេះទៅមានន័យថាយើងអាចសរសេរបានជាបែបនេះពេលយើងបានជាទម្រង់បែបនេះហើយយើងចូលដល់មានន័យថាយើងដល់ទម្រង់ទី2នេះហើយទម្រង់ទី3យើងសរសេរថាស្វ័យគុណ limit x 0នៃ vx vx យើងគឺនេះ vx យើងគឺ sin x លើ x យើងដឹងថា limit x ទៅ0នៃ sin x លើ x គឺស្មើ1គេថាយើងអាចសរសេរថាស្វ័យគុណ1ស្មើ